ខ្ញុំព្រះករណាខ្ញុំសូមនមស្ការថ្វាយបង្គំប្រជុំ3នៃព្រះត្រៃរតន៍ដោយសេចក្តីគោរពនិងសេចក្តីជ្រះថ្លានមស្ការថ្វាយបង្គំពីខ្ញុំព្រះករណាខ្ញុំព្រះករណាខ្ញុំសូមនមស្ការថ្វាយបង្គំសម្ដេចព្រះសង្ឃរាជទាំងពីរគណៈមន្ត្រីសង្ឃគ្រប់ជាន់ថ្នាក់ព្រះថេរានុថេរៈគ្រប់ព្រះអង្គទូទាំងប្រទេសក៏សូមចម្រើនពរដល់អស់លោកមហាពុទ្ធបរិស័ទទាំងឡាយជាទីរាប់អានខ្ញុំព្រះករុណាខ្ញុំអាត្មាភាពសូមអរតនាប្រធមមកប្រកាសសម្ដែងវែកញែកចែកជូនសេចក្តីរួមនៃកម្មដ្ឋាននឹងជាបន្តទៀតណាថ្ងៃនេះគឺណាសូមសម្ដែងអំពីវិហារដែលសមគួរដល់នៅការបដិបត្តិនិងវិហារដែលមិនសមគួរដល់នៅការបដិបត្តិ18ប្រការទៀតគាត់ណាប៉ុន្តែមុននឹងសម្ដែងវិហារគួរនិងមិនគួរ18ប្រការនេះខ្ញុំព្រះករុណាខ្ញុំសូមបញ្ជាក់ពីរឿងសេចក្តីលម្អនៅក្នុងឈានទាំងសេចក្តីលម្អនៅក្នុងឈាននោះលោកតាលោកយាយញាតិញោមពុទ្ធបរិស័ទបានស្ដាប់ជាហែហូរមកថានៅក្នុងបឋមឈានបដិបទាវិសុទ្ធិដំណើរនៃការប្រតិបត្តិយ៉ាងបរិសុទ្ធនោះជាសេចក្តីលម្អថ្នាក់ខាងដើមមានន័យថារាប់ចាប់ផ្ដើមតាំងពីការបរិកម្មបង្អោនចិត្តទៅរហូតដល់កើតនៅគូត្រភូចិត្តណាទៀតស្ងប់ចាកនីវរណធម៌ស្ងប់ចាកកាមគុណស្ងប់ចាកអកុសលធម៌នានាដំណើរនៃការបប្រតិបត្តិប៉ុណ្ណឹងបានប៉ុណ្ណឹងឈ្មោះថាជាបដិបទាវិសុទ្ធិផងឈ្មោះថាជាសេចក្តីលម្អខាងដើមផងកណារាប់ចាប់ផ្ដើមតាំងពីគូត្រភូចិត្តរហូតដល់កើតនៅឧបេក្ខាធម្មជាតិនៃចិត្តនឹងធ្លាក់ទៅក្នុងសមថវិធ័យរៀបស្មើកណាគឺតាំងនៅប្រកបទៅដោយឧបេក្ខាប៉ុណ្ណឹងជាសេចក្តីលម្អថ្នាក់កណ្ដាលព្រះយោគីវចរកាលដែលឃើញនៅសេចក្តីស្ងប់ស្ងាត់ចិត្តប្រកបទៅដោយឧបេក្ខាហើយនៅតែផ្ទៀងផ្ទាត់ពិនិត្យមើលសភាវៈរលត់ស្ងប់ស្ងាត់នោះជាបន្តនៅតែពិនិត្យមើលណាទេនៅតែពិនិត្យមើលសភាវៈរលត់ស្ងប់ស្ងាត់នឹងជាបន្តរហូតដល់កើតនៅសេចក្តីសុខអញ្ចឹងសេចក្តីសុខដែលកើតអំពីឧបេក្ខាកើតអំពីសេចក្តីស្ងប់សេចក្តីសុខនេះជាសេចក្តីលម្អនៃថ្នាក់ខាងចុងនៃបឋមឈានទាំងគណានឹងសំដែងអំពីសេចក្តីលម្អណាទាំងហើយឧបេក្ខានេះហើយទាំងគណាឧបេក្ខានោះហើយគឺជាបច្ច័យដែលនាំមកកើតនៅបញ្ញាញាណដ៏ក្រៃលែងកាលដែលកើតនៅឧបេក្ខាគឺជាហេតុគឺជាបច្ច័យនាំមកកើតនៅបញ្ញាញាណដ៏ក្រៃលែងណាជាបុគ្គលសម្បូរទៅដោយបញ្ញាចឹងព្រះយោគីវចរនឹងត្រូវព្យាយាមឲ្យរហូតកើតនៅសភាវៈរបស់ចិត្តជាកណ្ដាលនៅក្នុងសង្ខារធម៌ទាំងឡាយនោះគណារាប់ពីគោត្រភូចិត្តឡើងទៅទាំងនៅក្នុងសម័យហ្នឹងបុគ្គលហ្នឹងគឺសម្បូរដោយបញ្ញាប៉ុន្តែគោត្រភូចិត្តហ្នឹងវាកើតមកពីបដិបទាវិសុទ្ធិ
មានន័យថាព្រះយោគីវចរនឹងសម្លឹងមើលអារម្មណ៍កម្មដ្ឋាននឹងគឺដោយឯកកតារបស់ចិត្តកាន់យកត្រឹមអារម្មណ៍កម្មដ្ឋាននឹងតែមួយដោយចិត្តស្មើគាត់ថាដោយបេខាវាមិនទាន់កើតនៅឧបេក្ខាយ៉ាងប្រណិតទេគឺកើតឧបេក្ខានេះកើតមកអំពីសេចក្តីព្យាយាមទេបដិបទាវិសុទ្ធិហ្នឹងដំណើរនៃការបប្រតិបត្តិហ្នឹងគឺប្រកបទៅដោយបេក្ខាមានន័យថាបេក្ខាហ្នឹងគឺកើតប្រកបឡើងដោយសេចក្តីព្យាយាមរសាចិត្តណាគឺថាព្យាយាមរសាចិត្តឲ្យនៅស្មើកណ្ដាលក្នុងសង្ខារទាំងពីរគឺណាកណ្ដាលក្នុងសុខហើយនឹងទុក្ខកណ្ដាលសោមនស្សនឹងទូមនស្សកណ្ដាលបុណ្យហើយនឹងបាបកណ្ដាលល្អហើយនឹងអាក្រក់នៅកណ្ដាលអារម្មណ៍ជាទីពេញចិត្តនិងអារម្មណ៍ដែលមិនជាទីពេញចិត្តគឺព្យាយាមរសាចិត្តនឹងឲ្យនៅជាកណ្ដាលអញ្ចឹងមានន័យថាបេខានេះគឺសម្រេចបាននឹងដោយការព្យាយាមប៉ុន្តែកាលណាដែលកើតគូត្រភូចិត្តហើយឧបេក្ខានោះគឺជាឧបេក្ខាដ៏ប្រណិតមិនមែនកើតមកអំពីសេចក្តីព្យាយាមរសាចិត្តអីទៀតទេកាលណាចូលទៅដល់គូត្រភូចិត្តហើយគឺធម្មជាតិកាយនិងចិត្តនឹងវាស្ងប់ទាំងស្រុងចឹងបានជាព្រះយោគីវចរនឹងអាចប្រថាប់ចិត្តនៅជាសុខនឹងបានណាគាត់ណាប្រថាប់ចិត្តនឹងនៅជាសុខនឹងបានហ្នឹងគឺអញ្ចឹងដំណើរនេះព្រោះតែព្រះយោគីវចរនឹងឯងបានវឹកហាត់ពីថ្នាក់ដំបូងបដិបទាវិសុទ្ធិនោះចឹងដំណើរនៃការប្រតិបត្តិហ្នឹងគឺអត់ផ្អៀងទេកណាមានន័យថាព្យាយាមរសាចិត្តឲ្យនៅស្មើកណ្ដាលក្នុងសង្ខារទាំងពីរហ្នឹងទាំងល្អទាំងអាក្រក់ទាំងបុណ្យទាំងបាបទាំងអារម្មណ៍ជាទីពេញចិត្តនិងមិនជាទីពេញចិត្តទាំងសុខហើយនឹងទុក្ខទាំងសោមនស្សនិងទូមនស្សហ្នឹងគឺអត់ផ្អៀងទៅកាន់ធម៌ទាំងពីរហ្នឹងទេធ្វើទុក្ខក្នុងចិត្តនៅអារម្មណ៍កម្មដ្ឋានតែមួយសម្លឹងដូចចិត្តស្មើប៉ុណ្ណឹងគឺស្ងប់ចាក់ធម៌ដែលជាសឹកសត្រូវនៃសេចក្តីស្ងប់ធ្វើឲ្យធម៌ដែលជាសឹកសត្រូវនឹងស្ងប់រងាប់ទៅដោយការធ្វើទុក្ខក្នុងចិត្តត្រឹមអារម្មណ៍កម្មដ្ឋានតែមួយនឹងហៅថាឯកកតារបស់ចិត្តនឹងជាសេចក្តីលំអខាងដើមនោះទេគណាហើយដល់ពេលឧបេក្ខាដ៏ប្រណិតនឹងគឺនៅក្នុងគូត្រភូចិត្តនឹងចំណែកខាងសេចក្តីសុខដែលកើតអំពីឧបេក្ខានឹងឯងជាសេចក្តីលំអថ្នាក់ខាងចុងបើសំដែងទៅដោយអាការៈវិញអាការៈហ្នឹងគឺក្នុងបឋមជាហ្នឹងមានអាការៈ10កណាមានអាការៈ10សេចក្តីលំអហ្នឹង10ប្រការទៀតកណាសេចក្តីលំអបត់កណ្ដាលសេចក្តីលំអបត់ចុងអញ្ចឹងណាដោយថាសេចក្តីលំអបត់កណ្ដាលហ្នឹងមាន3សេចក្តីលំអសំទោសសេចក្តីលំអបត់ខាងដើមហ្នឹងមាន3សេចក្តីលំអបត់កណ្ដាលហ្នឹងមាន4សេចក្តីលំអបត់ខាងចុងហ្នឹងមាន3ណាបូកទៅមានអាការៈនឹង10សូម្បីក្នុងទុតិយឈានក្នុងតតិយឈានក្នុងចតុតឈាននឹងក៏មានសេចក្តីលំអនឹងដូចគ្នាអញ្ចឹងគឺណាមានសេចក្តីលំអនឹងដល់អាការៈនឹង10អញ្ចឹងដូចគ្នាអញ្ចឹងទៀតនេះសំដែងពីរឿងសេចក្តីលំអណាទៀតហើយបើសំដែងអំពីសេចក្តីលំអនៅក្នុងធម៌វិន័យនេះក្នុងធម៌ក្នុងវិន័យនេះព្រះសម្មាសម្ពុទ្ធដ៏មានព្រះភិក្ខព្រះអង្គទ្រង់ត្រាស់ប្រកាសសម្ដែងថាធម៌វិន័យនេះសេចក្តីលំអខាងដើមបានដល់សិលគឺការសង្រួមការតំណមការតមការរក្សាតាមសិក្ខាបទនឹងឲ្យជាប់លាប់ដោយអំណាចនៃចេតនានោះការតាំងចិត្តរក្សានោះណារក្សាសិក្ខាបទនឹង
ក៏ណានឹងជាសេចក្តីលំអថ្នាក់ខាងដើមហើយសិលទាំងអស់ដែលបុគ្គលបានសង្រួមនឹងជាសេចក្តីលំអខាងដើមនៃកុសលធម៌ទាំងពួងចំណែកសមថៈនេះគឺណាសមថៈនឹងដែលមានអារម្មណ៍40នេះលោកថាជាសេចក្តីលំអថ្នាក់កណ្ដាលនៃព្រះនិព្វានណាសេចក្តីលំអថ្នាក់កណ្ដាលចំណែកវិបស្សនានោះលោកថាជាសេចក្តីលំអថ្នាក់ខាងចុងគណានឹងអាចសម្ដែងរួមមកអញ្ចឹងណាទេណាហើយនិយាយពីរឿងបញ្ញាញាណដែលសម្បូរដល់ព្រះយោគីវចរហ្នឹងរាប់ចាប់ផ្ដើមកើតបញ្ញាញាណដែលសម្បូរបែបហ្នឹងចាប់ផ្ដើមតាំងអំពីគោត្រភូចិត្តហ្នឹងគោត្រភូចិត្តហ្នឹងកាលណាដែលឈាននឹងជាឈានពិតប្រកបធ្វើឲ្យចិត្តបុគ្គលនឹងឯងស្ងប់ស្ងាត់មានរបៀបរៀបរយដឹងគួរដឹងមិនគួរដឹងកិច្ចដែលគួរធ្វើមិនគួរធ្វើហើយជាបុគ្គលមើងម៉ាត់ច្បាស់លាស់ក៏ណាធ្វើអីនឹងប្រកបប្រជាទៀតមិនមែនជាបុគ្គលដែលបដៅក្រទេអ្នកដែលបានឈានគឺជាបុគ្គលដែលបដៅងាយបុគ្គលអ្នកមានឈានគឺជាបុគ្គលបដៅងាយទេមិនមែនបុគ្គលបដៅក្រទេគឺជាអ្នកចេះដឹងគឺបញ្ញាញាណនឹងគឺសម្បូរនៅក្នុងប្រវាំងតែម្ដងបន្ទាប់អំពីកើតនៅឧបេក្ខាមកនោះទៀតអញ្ចឹងបើសម្ដែងអំពីសេចក្តីលំអនេះនៃកុសលធម៌ថ្នាក់ព្រះនិព្វានហ្នឹងសិលជាសេចក្តីលំអថ្នាក់ខាងដើមសមថៈនេះឬក៏ហៅថាសមាធិនេះជាសេចក្តីលំអថ្នាក់កណ្ដាលហើយវិបស្សនានេះហៅថាបញ្ញានេះជាសេចក្តីលំអថ្នាក់ខាងចុងនឹងបើសិនតែចែកនៅសេចក្តីល្អណាទៀតគឺមានន័យថាអញ្ចឹងទៀតគឺណាបុគ្គលដែលព្យាយាមអប់រំនៅក្នុងសមថៈរហូតដល់សម្រេចឈានទៀតគឺណាឈាននឹងព្រះសម្មាសម្ពុទ្ធលោកចែកទៅជាពីរដែរគឺណាគឺអារម្មណូបនិឈាននិងលក្ខណូបនិឈានអារម្មណូបនិឈានហ្នឹងគឺសំដៅទៅលើសម្បថៈដែលមានអារម្មណ៍40ហ្នឹងលក្ខណូបនិឈានហ្នឹងគឺសំដៅអំពីការសម្លឹងលក្ខណៈគឺសំដៅទៅលើវិបស្សនាគឺណាវិបស្សនាហ្នឹងមានអារម្មណ៍73ហ្នឹងលោកសង្គ្រោះទៅលើវិបស្សនាហ្នឹងអញ្ចឹងបានសមថៈនិងវិបស្សនាហ្នឹងព្រះសម្មាសម្ពុទ្ធដ៏មានព្រះភិក្ខព្រះអង្គទ្រង់ត្រាស់សម្ដែងថាជាយុគន្ធធัวដែលហៅថាយុគន្ធធัวហ្នឹងប្រែមកថាធัวជាគូនឹងគ្នាធัวហ្នឹងជាគូនឹងគ្នាហើយជាតួមគ្គមានន័យថាសមថៈនិងវិបស្សនានេះមិនអាចកន្លងគ្នាបានទេបុគ្គលដែលស្ទាត់ជំនាញបានមកជាបាតហើយដោយអំណាចនៃឈានធ្វើសមថៈនឹងឲ្យសម្រេចបានជាឈានហើយបានជាបាតជាជើងទ្រហើយត្រូវចម្រើននៅវិបស្សនាដើម្បីរលាស់ចោលនៅកិលេសថ្នាក់ល្អិតដែលដេកត្រាំនៅក្នុងសន្តាននោះហើយញ៉ាំងមគ្គឲ្យកើតឡើងមគ្គនៅក្នុងទីនេះគឺបានដល់សោតាបត្តមគ្គសក្កទាគាមិមគ្គអនាគាមិមគ្គនោះរហូតទៅដល់អរហត្តមគ្គនឹងហៅថាមគ្គណាទៀតនឹងព្រះយោគីវចរនឹងមានដំណើរនៃការប្រតិបត្តិនឹងគឺអញ្ចឹងទៀតគឺណាដំណើរនៃការប្រតិបត្តិនឹងគឺយ៉ាងហ្នឹងនេះសំដែងអំពីដំណើរនៃការបប្រតិបត្តិណាព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងរឿងសមថៈនិងវិបស្សនាប្រៀបបានបីដូចជាបុគ្គលប្រៀប
ព្រះអង្គប្រៀបដូចជាគោដែលគេទឹមនឹងនឹមចឹងគាត់ណានឹមរទេះមានន័យថាក្នុងរទេសហ្នឹងវាមាននឹមលោកតានិយាយញាតញោមផាជាស្គាល់នឹមរទេសហើយនឹមរទេសនឹមនាងកលនឹមរនាស់គណៈអាត្មាភាពជាកូនស្រែស្គាល់ច្បាស់ពាក្យថារទេសស្គាល់ច្បាស់ពាក្យថានឹមនាងកលហ្នឹងគឺស្គាល់ទៀតព្រោះថាដំណើរនៃជីវិតកាលដែលនៅជាមួយលោកឪពុកអ្នកម្ដាយហ្នឹងគឺគាត់រស់នៅបែបនេះហើយគាត់បញ្យល់សម័យដាច់ពីលោកពោតមកហ្នឹងគឺយើងរស់នៅដោយកសិកម្មយ៉ាងនេះទៅច្រើនគឺណាអញ្ចឹងស្គាល់ពាក្យថារទេសហើយរទេសហ្នឹងត្រូវធ្វើយ៉ាងម៉េចរនាស់ហ្នឹងត្រូវធ្វើយ៉ាងម៉េចនាងកលហ្នឹងត្រូវធ្វើយ៉ាងម៉េចប៉ុន្តែមិនសូវទំនើបដូចយើងសម័យឥឡូវទេណាទៀតណាសម័យឥឡូវនេះវាទំនើបណាស់គាត់ណាគេលែងចង់ប្រើកបីប្រើគូអស់ទៅហើយក៏ប៉ុន្តែការឧបមានេះគឺព្រះសម្មាសម្ពុទ្ធឧបមាសមថៈនិងវិបស្សនានឹងប្រៀបបានដូចជាគូដែលគេយកទៅទឹមនឹងនឹមតែមួយទេគាត់ណាមានន័យថាសមថៈនិងវិបស្សនានឹងជាមគ្គនឹងដូចគ្នាជាផ្លូវដូចគ្នាបង្អោនទៅដើម្បីព្រះនិព្វាននឹងដូចគ្នាគាត់ណាចម្រើនសមថៈហើយចម្រើននៅវិបស្សនានៅក្នុងវិបស្សនានឹងមិនទាន់បានសម្រេចភ្លាមទេទេណាទល់ព្រះយោគាវចរនឹងចូលទៅក្នុងវិមោកឯណោះទើបញ៉ាំងមគ្គនឹងឲ្យកើតឡើងចូលទៅក្នុងវិមុតទើបញ៉ាំងផលឲ្យកើតឡើងទៀតមិនជាថាចម្រើនវិបស្សនាចម្រើនវិបស្សនាហើយស្រាប់បានសម្រេចទៅជាសោតតាទៅជាសក្តិឯណានោះមិនទេគឺណាគឺមានដំណើរនៃការបដិបត្តិនឹងត្រឹមត្រូវទេមគ្គទាំងឡាយមានសោតតាបត្តិមគ្គជាដើមនឹងសម្រេចបានដោយព្រះយោគាវចរនឹងចូលទៅក្នុងវិមោកនោះវិមោក3នោះហើយវិមោកនឹងវាកើតមកអំពីឧបេក្ខាឧបេក្ខានឹងមកពីការកំណត់នៅសង្ខារទាំងឡាយដោយចំណែកនោះគាត់ណាកំណត់សង្ខារដោយអនិច្ចំទុក្ខំអនត្តាជាចំណែកទៀតចេញពីការកំណត់សង្ខារឲ្យចូលទៅកាន់វិមោកនឹងអភិសេកធ្វើមគ្គឲ្យកើតឡើងគឺណាហើយព្រះយោគាវចរប្រាថ្នានៅផលញាណត្រូវចូលទៅក្នុងវិមុត3ប្រការនោះមុនទៅចូលទៅកាន់នៅក្នុងវិមុតនោះត្រូវតែកំណត់នៅសង្ខារជាចំណែកដូចគ្នាហើយបានចូលទៅក្នុងវិមុតញ៉ាំងផលញាណនោះកើតឡើងដំណើរនេះគឺអញ្ចឹងទេមិនមែនចេះតែយើងចេះតែបដិបត្តិទៅហើយជាថាសម្រាប់ទេគឺណាព្រោះអាត្មាភាពនឹងក៏បានជួបលោកតាលោកយាយខ្លះដែរទៀតគឺណាគាត់ច្រើនធ្វើតាមចង់អត់សូវស្ដាប់ដំបូលមានគ្រូបាអាចារ្យពន្យល់ណែនាំទេគឺណាអត់ស្ដាប់ទេបើរឿងអត់ប្រយោជន៍ហ្នឹងគឺប្រកែអ្នកខ្លះហ្នឹងជឿខ្មោចជឿបិសាចជាងគ្រូបាអាចារ្យទៅទៀតគ្រូបាអាចារ្យនិយាយហ្នឹងគឺគាត់ដូចជាមិនសូវយកចិត្តទុកដាក់ទេមិនសូវឲ្យតម្លៃទេពាក្យពេចន៍គ្រូបាអាចារ្យពយល់ណែនាំណាគាត់ទុកគ្រូបាអាចារ្យហ្នឹងដូចក្មេងយើងនិយាយឲ្យស្រួលស្ដាប់ថាទុកដូចក្មេងអញ្ចឹងមិនសូវជាឲ្យតម្លៃទេប៉ុន្តែបើខ្មោចបីសាចនាំផ្លូវគាត់ខុសហ្នឹងគាត់ប្រកែជឿណាខូចសមាធិខ្ទេចខ្ទីអស់លីងយូររវើរវាយក្រន់អង្គុយក៏អង្គុយមិននឹងអង្គុយមិនត្រង់ដែរនេះហើយទៀតដែលបុគ្គលខ្លះជាបុគ្គលបដៅក្រមិនងាយនឹងទូមានមិនងាយនឹងព្រានបដៅទេពិបាកណាស់ចឹងដំណើរនៃទៅកាន់ព្រះនិព្វានហ្នឹងមិនមែនជាថាព្រះនិព្វាននងពាក្យថាវាស្រួលទេ
គឺណាប៉ុន្តែដំណើរនៃការប្រតិបត្តិហ្នឹងគឺក្រិតក្រមមានຂະຫນាតបែបបត់ត្រឹមត្រូវទេហើយព្យាយាមខ្នះខ្នែងសម្បើមទេមិនចេះថាបានក៏បានទេយើងមិនចាំបាច់និយាយអីទេគ្រាន់តែសម្ដែងអំពីសេចក្តីសុខក្នុងឈានហ្នឹងមិនបុគ្គលណាថាយកបានគឺយកបានទេគឺណាបានដោយលំបាកទេមានន័យថាសេចក្តីព្យាយាមទល់ត្រឹមត្រូវណាស់មិនបានដែលខ្ញុំកណាគ្រាន់តែរំលឹកអំពីសេចក្តីលំអហ្នឹងប៉ុណ្ណឹងទៅចុះចែកជូនញាតិញោមដោយសង្ខេបខ្លីណាទេណាសង្ខេបកណាចោលគ្នាមិនបានទេសមថៈនិងវិបស្សនានឹងធម៌នេះជាគូនឹងគ្នាធ្វើឲ្យធម៌ទាំងពួងគឺព្រះនិព្វាននឹងប្រព្រឹត្តទៅបានទល់ធម៌ទាំងពីរនឹងស្មើគ្នាដូចនឹមមួយគេទឹមគូពីរអញ្ចឹងណាកណាដំណើរនឹងគឺអញ្ចឹងសមថៈមិនអាចចោលវិបស្សនាវិបស្សនាមិនអាចចោលសមថៈទេកណានឹងញាតិញោមត្រូវផ្ទៀងផ្ទាត់មើលធម៌វិន័យនឹងឲ្យស្រួលបួលទៀតកណាឥឡូវនេះខ្ញុំកណាសូមមកប្រកាសសម្ដែងអំពីវិហារឬក៏ថាវត្តអារាមឬក៏ហៅថាទីលំនៅដែលសំគួរធ្វើការបដិបត្តិនិងទីលំនៅដែលមិនសមគួរធ្វើការបដិបត្តិព្រោះរឿងទាំងអស់ហ្នឹងវាតាក់ទងជាមួយរឿងការបដិបត្តិដើម្បីសម្រេចគុណធម៌នឹងតែម្ដងរឿងធំប្រធាននៅហ្នឹងអ្នកប្រតិបត្តិអ្នកដែលប្រាថ្នាព្រះនិព្វានគឺតាក់ទងរឿងផ្លូវនៃការប្រតិបត្តិនឹងតែមកត្រូវដឹងពីច្បាប់ក្បួននៃការប្រតិបត្តិហើយត្រូវដឹងពីកន្លែងដែលយើងទៅធ្វើការប្រតិបត្តិនឹងទៀតគួរឬក៏មិនគួរទៅទៀតមិនចេះតែបដិបត្តិទេអាត្មាពិបាកនៅក្នុងការនិយាយណាប៉ុន្តែគ្រាន់តែថាសំដែងអញ្ចឹងទៅចាំមើលញាតិញោមស្ដាប់ទៅមានការយល់ដឹងបានប្រមាណទទួលយកបានប្រមាណអាស្រ័យទៅលើលោកតាលោកយាយញាតិញោមចុះប៉ុន្តែអាត្មាសំដែងព្រះធម៌មកសប្តាហ៍ថ្ងៃហ្នឹងគឺក្រិតក្រមទៀតប្រយ័ត្នប្រយែងតាមព្រះពុទ្ធដីកានឹងខ្លាំងណាស់มันអាចភ្លាំងភ្លាត់ទៅជាប្រការៈដតីទេហើយមិនមែនត្រឹមតែតាមទេធម៌ខ្លះហ្នឹងគឺយល់ធម៌ខ្លះហ្នឹងក៏ធ្លាប់បប្រតិបត្តិពលត្រូវបន្តិចបន្តួចដែរសំដែងមិនចេះតែសំដែងឲ្យទៅរួចទៅពីមាត់ទេឥឡូវហ្នឹងនៅក្នុងទីនេះគឺចង្អុលសំខាន់ហ្នឹងគឺដំណើរនៃការប្រតិបត្តិដើម្បីរលាស់ខ្លួននឹងតែម្ដងហើយអ្នកបប្រតិបត្តិដើម្បីរលាស់ខ្លួនចេញចាក់ទុកណាទៀតគឺណាដំណើរនៃការប្រតិបត្តិរលាស់ខ្លួនចេញចាក់ទុកហ្នឹងត្រូវដឹងអំពីវិហារដែលសមគួរនិងវិហារដែលមិនសមគួរវិហារដែលសមគួរនិងវិហារដែលមិនសមគួរនឹងត្រូវដឹងអញ្ចឹងក្នុងវិហារមិនសមគួរនិងវិហារសមគួរពីរយ៉ាងនោះវិហារដែលប្រកបទៅដោយទោសនឹងមាន18ប្រការទេក្នុង18ប្រការណាមួយនឹងគឺជាទោសជាវិហារដែលមិនសមគួរវិហារនឹងមានទោសនឹង18ប្រការក៏ណា1មហន្តតាំងវិហារនឹងធំក៏ណាទី2អ្នកវត្តតាំងវិហារថ្មីវិហារនឹងធ្វើមិនទាន់ហើយស្រួលបួលទេទី3ចនកតាំងវិហារចាស់វិហារដែលវាទ្រុឌទ្រោមជ្រុលទៅហើយទី4បដ្ឋសនិសិតតាំងវិហារនោះនៅជាប់ផ្លូវដើរទី5សោឌិវិហារដែលមានត្រពាំងទឹកឬក៏ថាអារាមដែលមានត្រពាំងទឹកនៅក្នុងទីនោះទី6ប៉ាណាំងវិហារដែលមានស្លឹកឈើច្រើនក៏ណា
ទី7ពពផាំងវិហារដែលមានផ្កាឈើទី8ផលឡាំងវិហារដែលមានផ្លែផ្កាណាផ្លែឈើណាទៀតវិហារដែលមានផ្លែឈើណាទី9បដ្ឋនិយតាវិហារដែលមនុស្សទាំងឡាយប្រាថ្នាចង់បានឬក៏ថាអារាមទាំងឡាយដែលមនុស្សប្រាថ្នាចង់បានទៀតវាមានអញ្ចឹងដែរណាសូម្បីតែវត្តអារាមក៏គេចង់បានយកធ្វើប្រយោជន៍ផ្ទាល់ខ្លួនដែរ10អ្នកកសន្ធិសិតតាវិហារនៅជាប់ក្រុង11ទារុសន្និសិតតាវិហារជាប់ព្រៃឈើណា12ខេតសន្និសិតតាវិហារនៅក្បែរស្រែហ្នឹងគឺស្រែរបស់អ្នកស្រុកណាមែនអាត្មាភាពធ្លាប់ឃើញវត្តខ្លះលោកមានស្រែដែរលោកធ្វើស្រែណាឃើញលោកស្ទូងណាប៉ុន្តែស្រែនៅក្នុងទីនេះមិនមែនស្រែនៅក្នុងវត្តអារាមលោកទេណាទេណាគឺស្រែរបស់អ្នកស្រុកណា13វិសភាគាណੰពុកលាណੰវិហារដែលមានបុគ្គលជាវិសភាគានឹងគ្នាមានន័យថាវិហារហ្នឹងគឺជាវិហារដែលមនុស្សរស់នៅច្បុកច្បល់គ្នាច្រឡុកច្រឡំគ្នាមានស្រីមានប្រុសនៅអញញ៉ៃរស់នៅជាមួយគ្នាកន្លែងនេះសូមអព្យាស្រ័យផងទៀតព្រោះសពថ្ងៃហ្នឹងឃើញមានការរស់នៅអញ្ចឹងមានវត្តខ្លះហ្នឹងមានអញ្ចឹងដែរអញ្ចឹងបានដូចដូនជីតាជីអីទៅនៅក្នុងវត្តហ្នឹងលើកលែងតែកម្មវិធីបុណ្យទានហ្នឹងមិននិយាយទេណាទៀតណាប៉ុន្តែជាអចិន្ត្រៃយ៍ហ្នឹងញោមត្រូវដឹងថានោះគឺជាវត្តអារាមក៏ណាហើយយើងទៅប្រមូលផ្ដុំគ្នាទៅនៅក្នុងវត្តមានស្រីមានប្រុសមានក្មេងមានចាស់មានកំឡោះមានកំមុំនៅច្បុកច្បល់គ្នាយូរទៅវារំខានដល់ចិត្តលោកជួនកាលទៅលោកនឹងវាទ្រាំបានទៅវាពាក់ព័ន្ធជាមួយនឹងចៅយាយណាតាណាហ្នឹងអាហ្នឹងវាសិតតែប្រភពនៃបញ្ហាណាទេគុណទី14បដ្ឋអ្នកសន្និសិតតាវិហារនោះជាប់នឹងកំពង់ទឹកទី15បច្ចន្តសន្និសិតតាវិហារជាប់ព្រំដែនណានៅក្បែរព្រំដែនវាយើងស្គាល់ច្បាស់ហើយវិហារនេះជាប់ព្រំដែនហ្នឹងវាមានបញ្ហាច្រើនណាស់ពេលដែលចំនួនទាស់តែងអីគ្នាម្ដងហ្នឹងលោកក៏ពិបាកធ្វើការប្រតិបត្តិណាស់គណាហ្នឹងគឺលោកតាលោកយាយជ្រាបទេណាគណាទី16រិច្ចសីមន្តសន្និសិតតាវិហារនៅជាប់ត្រង់ចន្លោះព្រំដែនមានន័យថាលោកនៅជាប់វត្តលោកនឹងនៅចំខ្សែបន្ទាត់នៃព្រំដែនហ្មងខ្សែបន្ទាត់ព្រំដែនពុះចំកណ្ដាលកណានេះជាបញ្ហាមួយដែរបង17អសបាយតាវិហារមិនជាទីសបាយទៀតកណា18កល្យានមិត្តាណੰអលោភោវិហាររកកល្យានមិត្តនឹងអត់បានមានន័យថានៅក្នុងវត្តនឹងអត់មនុស្សនឹងសិតតែប្រកាន់ខ្លួននៅរៀងខ្លួនទាំងអស់សិតតែតាទូខ្លួនទាំងអស់សិតតែអ្នកធំទាំងអស់តែមកអត់មានអ្នកណាស្ដាប់អ្នកណាទេគណាអត់មានអ្នកណាត្រូវស្ដាប់អ្នកណាអត់មានអ្នកណាត្រូវគោរពអ្នកណាអីទេមិនដឹងអ្នកណាតូចមិនដឹងអ្នកណាធំមិនដឹងអ្នកណាស្ដាប់អ្នកណាទេនិយាយទៅវាអនាធិបតេយ្យរកកល្យានមិត្តមិនបាន
ពិបាកក្នុងការនិយាយដោយធម៌ដោយវិន័យនិយាយទៅដូចជាមិនចេះស្ដាប់គ្នាប្រកាន់គ្នាទៅវិញទៅមកអញឯងកាន់រឹកកាន់ពៀរៀងខ្លួនណាបានថាវាពិបាកណាស់វាចេះតែមានរឿងក្នុងលោកកាលណាយើងមិនទាន់ចូលនិព្វាននៅក្នុងលោកហ្នឹងគឺអញ្ចឹងបានត្រូវការធ្វើសេចក្តីព្យាយាមណាវិហារទាំង18នេះគឺជាវិហារដែលមានទោសគណាមួយឈ្មោះថាវិហារមិនសមគួរទេគណាព្រះយូគីមិនគួរនៅក្នុងវិហារឬនៅក្នុងអារាមនោះទេសំណួរសួរថាព្រោះហេតុអ្វីបានមិនគួរនៅក្នុងវិហារទាំង18នោះគណាឥឡូវនេះខ្ញុំគណាសូមពន្យល់អំពីវិហារទាំង18ហ្នឹងគណាមួយទៀតមហន្តតាំងវិហារធំគណាវិហារធំនោះសំដៅលើវត្តធំគណាវត្តអារាមនឹងធំជាដំបូងក្នុងវិហារធំភិក្ខុដោយច្រើនលោករស់នៅហើយមានឆន្ទៈនឹងផ្សេងគ្នាលោកនៅរួមគ្នាលោកទាំងឡាយនឹងលោកនៅរួមគ្នាប៉ុន្តែមានឆន្ទៈនឹងផ្សេងពីគ្នាមានការខុសចិត្តគ្នានឹងគ្នាមានន័យថាចិត្តនឹងយល់ឃើញគិតនឹងផ្សេងពីគ្នាហើយនៅក្នុងអារាមនឹងតែមួយទេគណានៅក្នុងអារាមនឹងតែមួយប៉ុន្តែមានឆន្ទៈនឹងផ្សេងគ្នាគំនិតនឹងខុសគ្នាមានគោលបំណងនឹងផ្សេងពីគ្នាក៏មិនត្រូវវត្តក្នុងបរិវេណទាំងឡាយនឹងមានន័យថាក្នុងបរិវេណនៃវត្តហ្នឹងគឺអត់ត្រូវគ្នាណាធ្វើអីនឹងធ្វើអត់ត្រូវគ្នាមានលៀនដើមពូអីជាដើមហ្នឹងដែលថាបោសសម្អាតទឹកឆាន់ទឹកប្រើធម្មតាក្នុងវត្តអារាមព្រះសង្ឃមិនត្រូវបោសសម្អាតត្រូវដាក់ទឹកឆាន់ទឹកប្រើនៅក្នុងវត្តក្នុងអីហ្នឹងគណៈនឹងធ្វើកិច្ចការផ្សេងទៀតដែលជាកាតព្វកិច្ចរបស់សង្ឃគណៈក្នុងទីលំនៅក្នុងវត្តអារាមត្រូវរៀបចំប៉ុន្តែអព្យាស្រ័យក្នុងវត្តហ្នឹងអត់ត្រូវគ្នាព្រះសង្ឃវាដូចថាអត់ស្ដាប់មេស៊ីសងនៅក្នុងវត្តហ្នឹងមិនដឹងថាគួរគោរពអ្នកណាធ្វើតាមអ្នកណាជាធំអីចឹងវាដូចជារោអ្នកណាគោរពមិនឃើញមិនដឹងថាគួរគោរពអ្នកណាមិនដឹងថាគួរឲ្យតម្លៃអ្នកណាចឹងកាលដែលនៅក្នុងទីអារាមមួយហ្នឹងមនុស្សយើងមានឆន្ទៈនឹងផ្សេងគ្នាមានការយល់ឃើញនឹងខុសពីគ្នានឹងគ្នាធ្វើកិច្ចការវត្តនៅក្នុងបរិវេណនៃវត្តហ្នឹងមានលៀនប្រជិតដីជាដើមហ្នឹងត្រូវបោសត្រូវសម្អាតហ្នឹងដាក់ទឹកឆាន់ទឹកប្រើទឹកអីហ្នឹងនៅក្នុងវត្តហ្នឹងគឺឧបមាអញ្ចឹងនឹងការកសាងផ្សេងណាដែលអាចធ្វើទៅបានហ្នឹងគឺអត់ត្រូវអព្យាស្រ័យគ្នានិយាយទៅអត់ស្ដាប់គ្នាសកត់ក្បាលបះកតុយសកត់កតុយបះក្បាលអញ្ចឹងវិហារធំអារាមធំមនុស្សច្រើនប៉ុន្តែនិយាយអត់ស្ដាប់គ្នាបានសូម្បីក្នុងវិហារធំនោះកាលតែលោកគិតថានឹងត្រូវទៅបិណ្ឌនិបាតក្នុងគូចរក្រៀមមានន័យថាការពិភាក្សាគ្នាក្នុងការទៅបិណ្ឌនិបាតនៅតាមផ្ទះអ្នកស្រុកការបាតនឹងជីវរចេញទៅឃើញវត្តនៅមិនទាន់បានរៀបចំក្តីក្អមទឹកផឹកក៏មិនទាន់មានទឹកក្តីវត្តប្រតិបត្តិបែបនោះលោកចាំបាច់ត្រូវតែធ្វើប៉ុន្តែដូចថាប្រចាំគ្នាគាត់ថាប្រចាំគ្នាណាវត្តប្រតិបត្តិបែបហ្នឹងបែរទៅជាប្រចាំគ្នាមានន័យថាបើយើងនិយាយស្រួលស្ដាប់សម័យសពថ្ងៃថាមនុស្សអត់ចិត្តហ្មង
នៅជាមួយគ្នានឹងអត់បានមើលឃើញពីប្រយោជន៍រួមនឹងជាធំទេគិតទៅពីរឿងខ្លួនឯងម្នាក់ទៅដល់អាត្មានិយមអញ្ចឹងគាត់ណានឹងប្របាក់នៅវត្តនឹងមានគ្នាច្រើនប៉ុណ្ណាក៏ប្របាក់នៅដែរវាចែកបកចែកពួកចែកក្រុមវាច្រើនពេកប្របាក់នៅក្នុងការនៅប្របាក់ក្នុងការប្រតិបត្តិណាហើយនិយាយទៅហើយទៅសូមបីតបរិស័ទហ្នឹងក៏ពិបាកទៅធ្វើបុណ្យមិនដឹងទៅខាងណាមកខាងនេះទេវត្តតែមួយអញ្ចឹងដូចជាមិនត្រូវគ្នាសោះអញ្ចឹងពិបាកពួកគាត់នឹងបំពេញកុសលនានាណាគាត់ណាមិនដឹងទៅខាងណាមកខាងនេះអព្យាស្រ័យវាខុសគ្នាឆន្ទៈខុសគ្នាការយល់ឃើញវាខុសគ្នាបិទថានៅក្នុងអារម្មណ៍តែមួយមែនវាមិនដឹងណាស្ដាប់ណាគាត់ណាហើយអត់ចេះជួយគ្នាទេមើលភ្នែកការងារនៅក្នុងវត្តហ្នឹងវត្តប្រតិបត្តិកិច្ចដែលគួរធ្វើនៅក្នុងវត្តហ្នឹងអត់ជួយគ្នាទេអាហ្នឹងដូចខ្មែរយើងគេនិយាយមកគេថាពេលដែលសុខយើងសុខទាំងអស់គ្នាណាហើយពេលដែលមានទុក្ខទុក្ខតែឯងទៅអញ្ចឹងមានទុក្ខទុក្ខតែឯងទៅអ្នកណាធ្វើអីធ្វើតែឯងទៅខ្ញុំអត់រវល់ធ្វើដឹងទេព្រោះណានឹងប្រហែលជាគេយល់ថាគេឆ្លាតណាណាឆ្លាតធ្វើអីធ្វើទៅការងារលំបាកធ្វើតែឯងទៅគណាពេលដែលបានសុខចាំយើងសុខរួមគ្នាពេលដែលមានទុក្ខទុក្ខតែឯងទៅខ្ញុំឆ្លាតគណានឹងមានន័យថាយើងរស់នៅជាមួយមនុស្សប្រភេទនេះពិបាករស់នៅជាមួយគ្នាហើយក៏ពិបាកធ្វើការប្រតិបត្តិដែរមិននឹងជាប្រតិបត្តិក្នុងកម្មដ្ឋាននឹងដូចមិនដេចកើតទេព្រោះដូចថាវាអត់ចុះសម្រុងគ្នាចង់ស្ងប់ស្ងាត់យើងម្នាក់ឯងថាស្ងប់ស្ងាត់ឬក៏4 5អង្គថាស្ងប់ស្ងាត់ប៉ុន្តែនៅសល់មួយកណោអង្គទៀតលោកមិនយកចិត្តទុកដាក់នឹងយើងទេគាត់ណាកន្លែងហ្នឹងមានន័យថាអារម្មណ៍ហ្នឹងមិនសមគួរទេគាត់ណាមិនសមគួរណាទៅចឹងបានវត្តប្រតិបត្តិរបស់លោកចាំបាច់ត្រូវតែធ្វើហើយដល់ពេលលោកមិនធ្វើអ្នកខ្លះធ្វើអ្នកខ្លះមិនធ្វើដោយទឹកផឹកអីចាំបាច់យកមកតម្កល់ទុកសម័យព្រះសម្មាសម្ពុទ្ធមានម៉ាស៊ីនភ្លើងមានភ្លើងឯណាដូចយើងសងៃមានម៉ូទ័រឯណាបូមទឹកទៅយោឯណាបូមទឹកឯណាអត់ទឹកស្ទះកជីកដងបានដូចយើងសងៃណាដូចដងវត្តយើងនៃញាតិញោមចូលរួមជីកដងថ្ងៃមុនណាទេណាជីកជំរឿចូលទៅក្នុងដីរហូតទៅដល់184 ម៉ែត្រនោះមួយទៅ187 ម៉ែត្រនោះមួយទៅហើយលេងសិតតែ180 ម៉ែត្រឯណាអញ្ចឹងហើយសម័យពុទ្ធកាលមានបច្ចេកទេសឯណាជីកដងជ្រៅដល់ថ្នាក់ហ្នឹងអត់មានទេហើយជីកដងហើយអត់មានណាអីទៅដងយកខ្សែយោងទៅដងទេសម័យឥឡូវនេះគេដាក់ម៉ូទ័រទៅក្នុងនឹងហើយគេទៅបូមទឹកតាំងពីក្នុងដីនឹងយកមកលើហើយគេច្រោះវាឲ្យស្អាតហើយគេបូមប្រើប្រាស់ដាក់មកវត្តនឹងពេញមកវត្តចឹងបានញាតិញោមដែលចូលដងទឹកនឹងបុណ្យទាំងយប់បុណ្យទាំងថ្ងៃទៅហ្មងគាត់ណាអ្នកប្រតិបត្តិមកពីណាមកពីណីមានទឹកស្អាតប្រើប្រាស់គាត់ណាវាទំនើបដល់ប៉ុណ្ណឹងហើយទឹកនឹងអញ្ចឹងទៀតញាតិញោមឲ្យសម័យឥឡូវវាទំនើបទឹកនឹងឡើងមកពេញអាងពេញសតេនឹងវាបិទទៅម៉ូទ័រនឹងវាបិទខ្លួនវាទៅបិទខ្លួនវាអញ្ចឹងដល់ពេលយើងប្រើប្រាស់ទឹកនឹងអស់ប៉ុណ្ណាវាបូមខ្លួនវាមកវាបូមខ្លួនវាមកវាដាក់បំពេញសតេនអញ្ចឹងមកវាទំនើបយ៉ាងនោះអត់ទេណាហើយសម័យពុទ្ធកាលមានអញ្ចឹងឯណាទោះទៅដួសទឹក
โดยខ្ញុំកណាអាត្មាភាពមកបង្កើតវត្តបទុមសាគរនេះដំបូងវេទនាណាញាតិញោមមកវេទនារឿងការទិញដីគេនឹងវាវេទនាធំហើយណាវេទនារឿងប្រម៉ែប្រមូលពុទ្ធបរិស័ទទិញដីគេចាក់ដីគណាវាលំបាកហ្នឹងវាពេកហើយធ្វើលបងធ្វើអីហ្នឹងត្រូវឧបសគ្គច្រើនបែបច្រើនប្រការណាគណៈតម្រាំបានមកជីវ័តហ្នឹងកន់ទៅកន់នៅហ្នឹងអាស្លាប់ក៏កន់តែស្លាប់វិនិច្ឆ័យក៏កន់នឹងវិនិច្ឆ័យវាវេទនាណាងំតែស្ថាបនាកសាងបានឈ្មោះមកជីវ័តហើយបរិស័ទខ្លះហ្នឹងគាត់មិនជឿថាអាចបង្កើតវត្តនៅក្នុងទីនេះបានទេព្រោះកន្លែងហ្នឹងគឺជាទឹកយូរយារណាស់មកហើយទៅណាសិតបើកកណូតអ៊ំទូកអីចឹងគាត់ណាឥឡូវវាទៅមកជីវ័តហើយស្រាប់តែញាតញោមហើយរាជរដ្ឋាភិបាលលោកមកបង្កើតទីក្រុងនៅក្បែរនឹងទៅទៀតគាត់ណាវាទៅជាអញ្ចឹងទៅទៀតទៅសម័យនោះវាទំនើបណាស់ប៉ុន្តែកាលដែលអាត្មាភាពមកកសាងដំបូងទឹកអត់មានដងទេកុំឋានដងខ្នោះគាត់ថាមានឧបាសកម្នាក់គាត់នៅជើងឯហ្នឹងគាត់មកជីកដងខ្នោះប្រើបានប្រមាណទេគាត់ណាប្រើមិនទាន់ចឹងត្រូវដងទឹកអូយកមកចាក់ក្នុងពាងនឹងទុកប្រើប្រាស់ទៅដាំបាយអីស្លអីចឹងទៅគឺថានឹងមកដំបងមកតែម្អងឯងញាតិញោមនៅកណ្ដាលទឹកនឹងគូក6ខែទឹក6ខែនឹងនៅតំណាក់ឯងចឹងអង្គជួនកាលបានញាតិញោមយកមកជួនកាលទៅញោមប្រុសញោមស្រីគាត់យកមកឲ្យចឹងទៅគឺដំបូងគឺយ៉ាងនេះឯងវេទនាលកិលកៈគ្រប់បែបគ្រប់យ៉ាងហើយសម័យពុទ្ធកាលហ្នឹងគឺដូចគ្នាគាត់ថាគ្មានម៉ូទ័រទឹកគ្មានអីណាចឹងទេមិនយើងសម័យសពថ្ងៃដោតទឹកខ្សែភ្លើងបាយឆ្អិនឯងណាអញ្ចឹងដោតទឹកខ្សែភ្លើងឲ្យទឹកឡើងពេញសតេនអញ្ចឹងគាត់ថាមិនអញ្ចឹងទេញាតិញោមអើយសម័យពុទ្ធកាលហ្នឹងគឺដងទឹកក្នុងអូគាត់ថាក្នុងស្ទឹងក្នុងបឹងអីចឹងយកមកតម្កល់ដាក់ពាងអីចឹងមកហើយកិច្ចវត្តទាំងអស់ហ្នឹងសិតតែត្រូវធ្វើត្រូវបំពេញហើយដល់ពេលភិក្ខុសាមណេរអារាមិកជននៅក្នុងវត្តកាន់ជើងនៅនេះកាន់ជើងនៅនោះអត់ត្រូវគ្នាដល់អត់ត្រូវគ្នាអញ្ចឹងលោកមិនអាចធ្វើវត្តប្រតិបត្តិការងារផ្សេងបានទេមានការដងទឹកមកតម្កល់ទឹកផឹកទឹកអីហ្នឹងគឺថាមានន័យថាគាត់ធ្វើអត់កើតទេទឹកផឹកទឹកអីហ្នឹងចាំបាច់ត្រូវយកមកតម្កល់ទុកណាបើមិនធ្វើទេត្រូវបាត់តកត់ទៅទៀតណាគាត់ណាត្រូវបាត់តកត់ណាបើសិនជាកិច្ចវត្តទាំងអស់ហ្នឹងជាកិច្ចការរបស់សង្ឃកិច្ចការរបស់សង្ឃប៉ុន្តែសង្ឃមិនអើពើមិនរវល់មិនជួយគ្នាត្រូវទោសត្រូវបាត់តកត់កាលណាលោករវល់ធ្វើវត្តនោះលោកណាដែលរវល់នោះគឺរវល់ទៅលោកដែលខ្វល់ខ្វាយរឿងកិច្ចការរបស់សង្ឃលោករវល់ពីធ្វើកិច្ចការវត្តប្រតិបត្តិហ្នឹងលោកខំប្រឹងធ្វើទៅដល់ពេលធ្វើទៅអ្នកមិនធ្វើនៅតែមិនធ្វើអ្នកធ្វើចេះតែខំប្រឹងធ្វើទៅវាជ្រុលពេលកណាដល់ពេលជ្រុលពេលអ្នកខ្លះទៅចូលទៅកាន់ស្រុកថ្ងៃពេកទៅបិណ្ឌបាតនឹងថ្ងៃពេកភិក្ខាអស់មានន័យថាទៅបិណ្ឌបាតអត់បានចង្ហាន់រវល់ពីរឿងកិច្ចវត្តនឹងទៅបិណ្ឌបាតអត់បានចង្ហាន់ក៏អត់មានស្អីឆានទេព្រោះសម័យពុទ្ធកាលមានសូវមានទ្រព្យសម្បត្តិឯណាហូរហៀដូចយើងសម័យសពថ្ងៃទេមានដែរកັບបយៈកត់
ឃ្លាំងហ្នឹងមានចឹងដែរប៉ុន្តែមិនសម្បូរបែបទេមានភិក្ខុអ្នកមានបុណ្យមានភិក្ខុដែលមិនសូវសម្បូរបុណ្យហើយលោកដែលមិនសូវសម្បូរបុណ្យទៅបិណ្ឌបាតជួនកាលបានឆាន់ជួនកាលអត់ដល់អញ្ចឹងលោកអ្នករវល់ហ្នឹងទៅបិណ្ឌបាតទៅបិណ្ឌបាតអត់បានចង្ហាន់អត់មានអីឆាន់គណាហើយឆាន់ទឹកមួយថ្ងៃទៅជំនួសបាយសូម្បីលោកនៅទីស្ងាត់ទីកំបាំងនឹងក៏មានចិត្តនឹងរីកមាយដែររវល់ពីរឿងកិច្ចការផ្សេងហ្នឹងម្យ៉ាងទៀតសំលេងកឹកកងមនុស្សអត់យល់គ្នាវត្តវិធមសំលេងកឹកកងនឹងការរុកគួនគ្នាទៅវិញទៅមករវាងសាមណេរនិងសាមណេររវាងសាមណេរនិងវិខុនិងសាមណេរណាតែបើសិននៅក្នុងវិហារធំនឹងវត្តទាំងពួងនឹងគេធ្វើបានរៀបរយហើយវត្តនឹងមានរបៀបរៀបរយមានធម៌មានវិន័យត្រឹមត្រូវសូម្បីតែការរំខានទាំងនោះក៏មិនមានក្នុងវិហារនឹងជាវិហារដែលសមគួររស់នៅធ្វើការប្រតិបត្តិហើយទៀតហើយបើមានការរំខានដល់គ្នានឹងគ្នាមិនយល់ចិត្តគ្នាមិនមានឆន្ទៈដូចគ្នាអត់មានការគោរពគ្នាទៅយើងនៅធ្វើការប្រតិបត្តិដូចមិនដេចកើតប៉ុន្តែបើសិនវិហារនឹងធំមានឆន្ទៈដូចគ្នាភិក្ខុនឹងមានការគោរពកោតក្រែងដូចគ្នាគឺមានន័យថាយើងចេះជួយកិច្ចការវត្តដល់គ្នានឹងគ្នាមានឱកាសដើម្បីធ្វើការប្រតិបត្តិពេលដែលយើងប្រតិបត្តិហើយមានការស្ងៀមស្ងាត់និងសំខាន់ជាងគេគឺរឿងការបប្រតិបត្តិនឹងហើយអ្នកបួសនេះគឺណាបើសិនជាកន្លែងនឹងប្រតិបត្តិទៅបាននៅសេចក្តីសុខបាននៅសេចក្តីសប្បាយអញ្ចឹងវិហារនោះអាវាសនោះសមគួរនៅហើយទៀតនេះវិហារសមគួរនិងមិនសមគួរទី1ទេណាគឺណាសុំប៉ុណ្ណឹងសិនស្អែកចាំយើងបន្តទៀត